នៅក្នុងថ្នាក់រៀនគ្រូបានចេតនាបង្ហាញស្រោមជើងរបស់នាងនៅសាលារៀនប្រឈមមុខនឹងជីវិតនៅតែស្ថិតក្នុងសៀវភៅសន្តាគារនេះត្រូវបានទុកនៅជ្រុងសន្តាននេះដែលល្អឥតខ្ចោះសម្រាប់យុវវ័យក្នុងអំឡុងពេលនោះ Stick មិនយល់ច្បាស់ទេស្មារតីរបស់គ្រូជីដើម្បីទៀងទាត់ការស្មានរបស់ខ្ញុំសូមរំចាំពេលសាលាចប់សិស្សទាំងអស់ក៏ចេញទៅបន្ទាប់ពីបាក់ហើយគាត់បានយកសៀវភៅសិក្សាធ្វើពុតជាសួរសំណួរមួយដល់គ្រូបន្ទាប់ពីស្ដាប់ការពន្យល់របស់គ្រូរួចស៊ីឌីអនចុះដើម្បីយកឯកសារយោងពេលដាក់សៀវភៅត្រឡប់ទៅកន្លែងរបស់វាវិញដោយគាត់បានរុញគ្រូដោយជើងសៀវភៅហើយនេះជាអ្វីដែលគ្រូបង្រៀនស្រីឡើយដែលខ្ញុំចង់បានការប្រាស្រ័យទាក់ទងគ្នារវាងគ្រូនិងសិស្សភ្លាមធម្មជាតិអចលនត្រការពឹងពាក់គ្នាទៅវិញទៅមកមិនធម្មតាមួយបានកើតមកស្នេហាដែលផ្អែកលើទម្រង់បង្រៀនស្រីអាយុ37ឆ្នាំមានរូបរាងឆាតឆាយនិងឆ្លាតវៃមានអ្នកដែលនឹងចូលកាន់តំណែងថ្មីសិស្សានុសិស្សកំពុងស្ថិតក្នុងវ័យជំទង់មិនស្រួលខ្លួនរាល់ពេលនៅក្នុងថ្នាក់រៀនពួកគេនឹងសឹកសៀវគ្នាទៅវិញទៅមកពិភាក្សាអំពីប្រធានបទមួយចំនួនសម្រាប់មនុស្សក្រុមក្មេងប្រុសបន្ទាប់ពីចប់ថ្នាក់សិស្សានុសិស្សបានប្រមូលផ្ដុំគ្នានៅក្នុងក្នុងអំឡុងពេលថ្នាក់រៀនថ្ងៃនោះមួយសិស្សនោះបានដាក់ស្ករកៅស៊ូចូលក្នុងមាត់របស់គាត់ស្ករគ្រាប់ទៅឲ្យស៊ីដែលកំពុងអង្គុយដោយនឹងស្ទាក់ស្ទើរវាត្រូវបានខ្ចប់ចូលទៅក្នុងមាត់របស់ខាងក្នុងបន្ទាប់មកទាញយកអត្ថប្រយោជន៍ដោយចេតនាស្ករកៅស៊ូត្រូវបានបាញ់ឆ្ពោះទៅបាក់សីពណ៌ប្រភេទនៅលើក្តារខៀនសត្វត្រួយកំពុងគិតអំពីសកម្មភាពតូចវាត្រូវបានធ្វើឡើងយ៉ាងល្អឥតខ្ចោះប៉ុន្តែក្រោយពីរៀនចប់វីយ៉ូណាបានស្រែកហៅស្ទីហើយបន្ទាប់មកវីអូណាបានដកហូតថ្នាក់រៀនក្រដាស់នោះបានឆ្លងកាត់ក្មេងប្រុសដោយមើលឃើញខ្លឹមសារខាងលើលោកវាអូណាដឹងថានេះជាអ្វីដែលយុវវ័យចង់បានអ្វីដែលក្មេងប្រុសគួរតែមានលក្ខណៈកូនប្រុសថ្នាក់ដំបូងនៃឈ្មោះថ្មីក្មេងប្រុសនោះត្រូវបានគ្រូកំណត់គោលដៅវីអូណាមិនបានធ្វើវាជាលើកដំបូងទេវាពិបាកសម្រាប់គាត់ណាស់គាត់គ្រាន់តែចង់ឲ្យក្មេងប្រុសនោះលាបពណ៌បន្ទាប់ពីសម្អាតសត្វត្រួយចេញពីក្តារទៅមុខទៀតប៉ុន្តែពេលក្មេងប្រុសនោះឈរពេលអង្គុយលើកៅអីដោយមិនដឹងខ្លួនងាកមកគាត់ក៏វាស់ទំហំពួកវាផងដែរគ្រូបង្រៀនភាសាអង់គ្លេសដ៏គួរឲ្យចាប់អារម្មណ៍ដែលស្លៀកពាក់សនុះសូមឲ្យឈីងមើលភាពមិនស្ងប់នៅនីតិខុសចាប់ដើមចំពោះបានវិញក្នុងគំនិតហើយចាប់តាំងពីពេលនោះមកលើកនេះនៅក្នុងថ្នាក់របស់វីអូណាក្មេងប្រុសនឹងមិនអាចទប់ទល់បានទេតំបន់ហាមឃាត់សម្លឹងមើលនាងសំបីតែអូណាបានឆ្លងកាត់ដោយខ្លួនឯងពេលគាត់នៅម្ខាងគាត់នឹងអៀងខ្លួនទៅនឹងវាមានអារម្មណ៍ថាការបញ្ជូនពីមនុស្សម្នាក់ទៀតនៃការមកដល់សកម្មភាពក្រោយម៉ោងសិក្សានៅពេលនោះក្មេងប្រុសនោះតែងតែសម្លឹងមើលគ្រូគាត់បានមើលទៅក្រៅបង្អួចអគារសាលាដោយដឹងថាវ៉ាយអូណានឹងនៅទីនេះនៅពេលនេះសម្រាប់ភ្នែករបស់អ្នកដែលអៀងលើកែមបង្អួចគេមិនបានដឹងទេថាវ៉ាយអូណាធ្លាប់មានអ្វីដែលយូរត្រូវបានរកឃើញនៅក្នុងរឿងនេះក្រោមអារម្មណ៍ពិសេសមួយប្រភេទក្មេងប្រុសជំទង់ចាប់ផ្ដើមផ្លាស់ប្ដូរគាត់កាន់តែខឹងសម្បាថែមទៀតពួកគេថែមទាំងដឹងច្បាស់អំពីវីទៀតផងអាសយដ្ឋានរបស់វ៉ាណានៅថ្ងៃនេះអ្នកត្រួតពិនិត្យថ្នាក់បានឈប់សម្រាកដោយសារជំងឺបន្ទាប់មកអូណាបាននាំក្មេងប្រុសស្វែងរកឧបករណ៍បង្រៀននៅក្នុងបន្ទប់